មុខនេះសម្រាប់បងប្អូនណាដែលខ្ជិលធ្វើម្ហូបហើយចង់ញ៉ាំបែបលឿនបែបថា10នាទី15នាទីអីបានញ៉ាំអាចសាកបានជាពិសេសមុខហ្នឹងគឺពៅកម្លាំងខ្លាំងមែនតើហ្មងហើយទឹកស្លបោះស្ងោរជ្រក់សាច់គោក្រៅឆ្នាំងមុខហ្នឹងគឺមានជាតិដូចយើងញ៉ាំទឹកស៊ុបអញ្ចឹងសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជាសាច់គោបងប្អូនសាច់គោយើងយកសាច់ណាដែលផុយមកអាចប្រើជាសាច់ច្រឡកក៏បានសាច់ស្តេកសាច់ផ្អែមអីក៏បានដែរសាច់គោហាន់ធ្វើមិនឲ្យបានស្ដើងមែនតើណាបងប្អូនហើយសម្រាប់ផ្នែកបន្លែវិញគឺយើងប្រើតែពីរមុខទេយើងមានជាផ្សិតច្បាវជាមួយនឹងខ្ទឹមបារាំងហើយសម្រាប់ខ្ទឹមបារាំងនេះគឺខ្ញុំប្រើតែមួយចាហៀងទេប៉ុន្តែបើសិនជាបងប្អូនណាដែលចង់ញ៉ាំច្រើនជាងនឹងអាចដាក់ដល់មួយមើមអីចឹងទៅហើយខ្ទឹមបារាំងនឹងយើងហាន់ធ្វើមិនឲ្យបានជាប្រទេសស្ដើងមកក្រូចឆ្មាយើងហាន់ទុកត្រៀមឲ្យស្រេចមកហើយខ្ទឹមបារាំងយើងរៀបដាក់ឆ្នាំងផ្សេងណាបងប្អូនដាក់ឆ្នាំងក៏បានដាក់ចានក៏បានយើងរៀបវារាងស្ដើងអញ្ចឹងហើយយើងយកសាច់គោរបស់យើងនឹងមកទម្លាយពីលើមកសាច់គោនេះគឺសាច់ឆៅទេណាបងប្អូនអត់ទាន់ឆ្អិនទេយើងរៀបវាបានរាងស្ដើងអញ្ចឹងទុកមួយដុំសិនទៅចាំយើងទៅដាំទឹកស៊ុបឬក៏ទឹកសម្លរបស់យើងនឹងសម្រាប់ទឹកសម្លនឹងបងប្អូនស្មានមើលទៅតាមចំនួនសមាជិកដែលយើងញ៉ាំអញ្ចឹងណាដាក់ច្រើនដាក់តិចតាមនឹងទៅមើលទៅទឹករបស់យើងពុះយើងបង់គ្រឿងដើម្បីកាត់ក្លិនមកយើងមានជាគល់ស្លឹកគ្រៃដំឲ្យបែកហ្នឹងខ្ញុំប្រើចំនួន2គល់រំដេងមួយដុំប្រហែលជាប៉ុនមេជើងខ្ទឹមស3 4កាពឹសដំឲ្យបែកមកស្លឹកក្រូចសើច4 5ស្លឹកជាមួយនឹងម្ទេសនឹង5 6គ្រាប់ដែរសម្រាប់ទឹកស្លនេះបងប្អូនដាក់ដាំវាប្រហែលជាខ្ទង់5 6នាទីសិនចាំដាក់គ្រឿងចូលដែលយើងមានដូចជាដុំស៊ុបមួយដុំទឹកត្រីចំនួន2ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករចំនួន2ស្លាបព្រាកាហ្វេបន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលរួចរាល់អស់ហើយគឺយើងបង់បន្លែផ្សិតរបស់យើងចូលមកបើសម្រាប់ខ្ទឹមបារាំងគឺយើងអត់ដាក់ចូលទេណាបងប្អូនខ្ទឹមបារាំងដាក់ក្រៅទេសម្រាប់ផ្សិតនេះយើងទុកវាប្រហែលជាខ្ទង់2នាទីអីណាបងប្អូនវាឆ្អិនហើយផ្សិតកុំទុកឲ្យវាឆ្អិនយូរពេកបងប្អូនហើយគ្រឿងក្រៅទាំងអស់ហ្នឹងគឺខ្ញុំស្រង់ចេញខ្លះអញ្ចឹងណាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីហ្នឹងដោយសារតែវារាងចង្អៀងហើយទឹកស្លរបស់យើងហ្នឹងបន្ទាប់ពីភ្លក់មើលថែមថយគ្រឿងទៅរសជាតិអស់ហើយយើងលើកវាទាំងក្តៅហ្នឹងណាបងប្អូនទាំងពុះហ្នឹងចាក់ទៅក្នុងឆ្នាំងសាច់គោដែលយើងបានរៀបចំឲ្យស្រាប់ហ្នឹងចាក់ចូលហើយបងប្អូនច្បាយក្រូចឆ្មាចូលមកចំណិត2ចំណិតប្រូជីក៏បានស្លឹកខ្ទឹមក៏បានដែរហើយយើងយកចង្កឹះក៏បានស្លាបព្រាក៏បានមកកូរច្បល់សាច់គោរបស់យើងហ្នឹងដើម្បីឲ្យវាត្រូវជាមួយទឹកក្តៅសព្វអញ្ចឹងណាអានេះបើសិនជាយើងអត់កូរច្បល់ទេវារាងស្អិតជាប់គ្នាវាអត់ឆ្អិនបានល្អទេបងប្អូនហើយសម្រាប់សាច់គោនេះវាអត់ឆ្អិនខ្លាំងណាបងប្អូនអានេះគឺឆ្អិនមកល្មមទេសាច់ហ្នឹងយើងមើលទៅឃើញថាវានៅរាងក្រហមតិចអញ្ចឹងណាប៉ុន្តែគឺយើងញ៉ាំបានបងប្អូនហើយសាច់គោហ្នឹងបើសិនជាបងប្អូនបង់ចូលទៅក្នុងទឹកស្លយើងកំពុងពុះហ្មងគឺអត់សូវឆ្ងាញ់វិញបងប្អូនឯសាយើងដាក់វានៅរាងឆ្អិនមកល្មមអញ្ចឹងគឺវាចេញជាទៅក្នុងទឹកបងប្អូនយើងញ៉ាំទៅគឺឡើងដូចទឹកស៊ុបអញ្ចឹងហើយសាច់គោតែកាលណាឆ្អិនជ្រុលក៏អត់សូវឆ្ងាញ់ដែរបងប្អូនវាទៅជារាងរឹងរាងស្វិតអីអញ្ចឹងទៅអញ្ចឹងហើយបើសិនជាបងប្អូនណាដែលចង់ធ្វើស្ងោរជ្រក់សាច់គោអាចធ្វើតាមរបៀបខ្ញុំបានធានាថាធ្វើម្ដងហើយគឺដឹងតែជាប់ចិត្តហ្មងហើយនេះញ៉ាំទៅគឺពៅកម្លាំងខ្លាំងមែនតើបងប្អូនហើយបើថាទឹកស្លវិញគឺឆ្ងាញ់ខ្លាំងមែនតើឡើងដូចទឹកស៊ុបហ្មងខ្ញុំមកស្លមួយឆ្នាំងហ្នឹងគឺខ្ញុំហត់អស់ទឹកទេបងប្អូនហើយខ្ទឹមបារាំងវិញគឺយើងរៀបដាក់ឆាយណាប៉ុន្តែពេលដែលយើងស្រោចទឹកក្តៅទឹកពុះដាក់ចូលទៅគឺវាលែងកពុលលែងអីអស់ហើយដោយដែលបងប្អូនបានឃើញចឹងនិយាយទៅគឺខ្ញុំថែមតែទឹកស្លទេបងប្អូនដោយសារតែវាមានជាតិខ្លាំងហ្មងប៉ុន្តែអានេះវារៀងហឹរបន្តិចចឹងណាបងប្អូនដោយសារតែពេលខ្ញុំញ៉ាំហ្នឹងគឺខ្ញុំញិចម្ទេសថែមឡើង3 4គ្រាប់អញ្ចឹងញ៉ាំទៅគឺវារៀងហឹរហើយអានេះយកធ្វើលឿនមែនតើបងប្អូននិយាយទៅតែខ្ទង់10នាទី15នាទីអីហ្នឹងគឺបានញ៉ាំភ្លាមហ្មងហើយស្លមួយមុខនេះញ៉ាំពេលនៅក្តៅបងប្អូនកុំទុកឲ្យត្រជាក់បើត្រជាក់ក៏វាអត់សូវឆ្ងាញ់ដែរហើយសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ